សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់តាមរយៈសំណេរនៅលើទំព័រ Facebook របស់សម្ដេចនាពេលថ្ងៃទី19ខែតុលាឆ្នាំ2025នេះថាកិច្ចព្រមព្រៀងបទច្បាញ់ថ្ងៃ28កក្កដា2025កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខមិនមែនជាថ្នូរនឹងការធ្វើឲ្យកម្ពុជាបាត់ដីនោះទេការបញ្ជាក់ដូចនេះរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាគឺធ្វើឡើងបន្ទាប់ពីសម្ដេចឃើញមានការអត្ថាធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទច្បាញ់ថ្ងៃ28កក្កដាឆ្នាំ2025កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាថ្នូរនឹងការធ្វើឲ្យកម្ពុជាបាត់ដីនៅក្នុងសំណេរនេះដែរសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកិច្ចព្រមព្រៀងបទច្បាញ់ថ្ងៃ28កក្កដា2025គឺនិយមពីលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញចំណែកកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងធ្វើនៅពេលខាងមុខគឺនិយមពីការរៀបចំលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានៅបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ចំនួននិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេសដូច្នេះទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយមពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែនក៏មិនមែនបានន័យថាភាគីណាមួយត្រូវយកព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះឡើយសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ៗថាការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃហៅកាត់ថា JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃទន្ទឹមនឹងការបញ្ជាក់ខាងលើនេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក៏បានសរុបសេចក្តីដើម្បីបញ្ជាក់ឲ្យពលរដ្ឋបានយល់ថាកម្ពុជាមិនបានឯកភាពទៅលើកិច្ចព្រមព្រៀងណាមួយដែលរាប់ទាំងកិច្ចព្រមព្រៀងបទច្បាញ់និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេហើយរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរ